ណាគេខ្លះចូលចិត្តញ៉ាំពងទាប្រៃដូចខ្ញុំអាចមើលក្នុងវីដេអូនេះបានអានេះអត់ពិបាកទេបងប្អូនធ្វើតែ10នាទីអីហ្នឹងត្រាំទុកចោលទៅភ្លេចខ្លួនគឺបានញ៉ាំហើយជាពិសេសហាពងទារបស់យើងចេញមកគឺប្រៃល្អខ្លាំងមែនតើហើយយើងធ្វើចេញមកអត់មានខូចអត់មានស្អុយអីទេសម្រាប់គ្រឿងផ្សំដំបូងដែលយើងត្រូវការគឺពងទានឹងឯងពងទាយើងលាងទឹកលាងអីឲ្យស្អាតហើយបើសិនជាបងប្អូនមានពេលដាក់សណ្តែលចោលឲ្យស្ងួតក៏បានឬក៏យកกระดาษមកជូតដូចខ្ញុំអញ្ចឹងក៏បានដែរពងទានឹងយើងធ្វើមិនយកថ្មីមកហើយបងប្អូនពេលជូតនឹងកុំភ្លេចមើលផងក្រាញ់លោមានអាណាប្រេះអីអញ្ចឹងណាអានេះបើសិនជាមានអាណាប្រេះដាក់ចូលត្រាំជាមួយគ្នាទៅគឺវាអាចស្អុយហើយពេលដែលយើងដាក់ចូលក្នុងកឡហ្នឹងក៏ត្រូវតែប្រយ័ត្នដែរមិនស្រួលហ្នឹងវាអាចនឹងស្រាំអីចឹងទៅគឺដឹងតែស្អុយទាំងអស់ហ្មងសម្រាប់អំបិលបងប្អូនអាចប្រើអំបិលគ្រូដូចខ្ញុំអញ្ចឹងក៏បានឬក៏អំបិលម៉ត់ក៏បានដែរអំបិលហ្នឹងគឺខ្ញុំដាក់មួយចានចង្កឹះហ្នឹងហ្មងបងប្អូនហើយគឺខ្ញុំបន្ថែមជាមួយនឹងប៊ីចេងចំនួន1ស្លាបព្រាកាហ្វេទៀតប៊ីចេងបងប្អូនដាក់ក៏បានអត់ក៏បានដែរប៉ុន្តែស្ករគឺដាក់អត់បាននេះណាហើយសម្រាប់អំបិលមួយចានចង្កឹះហ្នឹងគឺយើងប្រើទឹក1លីត្របងប្អូនអានេះខ្ញុំធ្វើពងទាតែ10គ្រាប់ទេអញ្ចឹងហើយខ្ញុំដាក់ទឹកចំនួន1លីត្រតពីទឹករបស់យើងពុះហើយយើងចាក់អំបិលចូលមកកូរអំបិលនឹងឲ្យវារលាយបងប្អូនកូរតិចអញ្ចឹងណាហើយមើលតែវាឡើងពុះយើងបិទភ្លើងមកសម្រាប់ទឹកអំបិលនេះគឺទុកឲ្យវានៅក្តៅអ៊ុនណាបងប្អូនកុំចាក់ទាំងវានៅក្តៅហ្មងឬក៏ទុកឲ្យត្រជាក់ស្រាប់ហ្មងក៏បានដែរហើយនេះអំបិលវាឡើងក្រាមអញ្ចឹងបងប្អូនដោយសារតែយើងប្រើអំបិលគ្រួសប៉ុន្តែបើសិនជាប្រើអំបិលសគឺវាអត់ឡើងក្រាមទេមើលតែវាឡើងអ៊ុនអញ្ចឹងយើងចាក់ចូលក្នុងកឡពងទានឹងមកហើយអំបិលដែលវាក្រាមនៅនឹងបាតនឹងចាក់ចូលទាំងអស់មកអត់អីទេបងប្អូនហើយសម្រាប់ទឹកយើងសេរីធ្វើមិនឲ្យបានលិចពងទារបស់យើងមកបន្ទាប់ពីយើងចាក់ទឹកអំបិលចូលហើយទុកក្នុងផ្ទះបាយធម្មតាប្រហែលជាខ្ទង់10ថ្ងៃ11 12ថ្ងៃអីហ្នឹងគឺយកញ៉ាំបានបដាហើយសម្រាប់ខ្ញុំអានេះគឺ12ថ្ងៃបងប្អូន12ថ្ងៃហ្នឹងគឺមកប្រៃល្មមឆ្ងាញ់ហ្មងអានេះគឺខ្ញុំយកមកស្ងោរសាកមើលអញ្ចឹងណាគាត់ថាពងទានៅក្នុងកឡតែមួយហ្នឹងវាប្រៃអត់ស្មើគ្នាទេបងប្អូនអាខ្លះរៀងប្រៃខ្លាំងជាងបន្តិចហើយមានអាខ្លះទៅរៀងសាបជាងបន្តិចអញ្ចឹងទៅប៉ុន្តែ12ថ្ងៃហ្នឹងគឺមកល្មមញ៉ាំអីហើយបើសិនជាបងប្អូនណាដែលមានវិធីថាធ្វើមិនឲ្យលឿនជាងខ្ញុំចាំជួយបញ្ជាក់មកខ្ញុំផងហើយសម្រាប់ពងទាប្រៃនេះខ្ញុំមិនមែនធ្វើលើកទី1ទេបងប្អូនធ្វើ4 5ដងហើយខ្ញុំធ្វើម្ដងណាក៏ចេញមកល្អដែរអត់ដែរស្អុយអត់ដែរខូចអីទេហើយសម្រាប់ទឹកអំបិលដែលយើងដាក់ត្រាំពងទាហ្នឹងបងប្អូនអាចត្រាំបន្តបានយើងយកពងទាថ្មីដាក់ចូលទៅលាងទឹកជូតទឹកឲ្យស្ងួតចាំដាក់ចូលប៉ុន្តែធ្វើមកយើងគូសចំណាំទៅដើម្បីកុំឲ្យច្រឡំអាណាសាបអាណាប្រៃអីអញ្ចឹងណាហើយសម្រាប់វីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបើសិនជាបងប្អូនមានជាមតិយោបល់ឬក៏ចម្ងល់អីអាច comment បានអរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗ